គ្រូនេះชื่อអីក៏ដេកពេទ្យชื่อអីក៏ដេកពេទ្យមានតែគិតចឹងអត់មែនគ្រូពេទ្យសិតចង់ធ្វើចឹងទេប៉ុន្តែគាត់មានមូលហេតុរបស់គាត់អញ្ចឹងបើក្នុងករណីធ្ងន់ដូចជាហត់ខ្លាំងក្តៅខ្លួនខ្លាំងសន្លឹមឬក៏មានសញ្ញាបកាច់ឬក៏បាត់បង់ជាតិទឹកធ្ងន់ធ្ងរត្រូវតែគេងពេទ្យហើយពីព្រោះត្រូវការសង្គ្រោះបន្ទាន់អាហ្នឹងមួយរឿងមួយទៀតគាត់មិនទាន់ធ្ងន់ដល់ម្លឹងទេប៉ុន្តែគាត់មានសញ្ញាដែលអាចនឹងវិវត្តទៅធ្ងន់ហ្នឹងអញ្ចឹងហើយគ្រូពេទ្យក៏ត្រូវការតាមដានឲ្យជាក់លាក់ដែរអញ្ចឹងហើយបានគ្រូពេទ្យត្រូវការដាក់អូននៅពេទ្យដើម្បីតាមដានឲ្យជិតដិតមែនទែនដោយសារតែគាត់បារម្ភថាបើសិនជាក្តៅខ្លួនដែលអត់ឆ្លើយតបមួយឆ្នាំទៅជាក្តៅខ្លាំងអាចទៅជាបកាច់ក្មេងដែលគាត់ទឹមតែក្អកទេប៉ុន្តែក្អកហ្នឹងមើលទៅកាន់តែញាប់ទៅគាត់បារម្ភថាទៅជាហត់ឬក៏កូនទឹមតែក្អួតម្ដងពីរដងហើយប៉ុន្តែមើលទៅចាប់ផ្ដើមមានសន្លឹមឬក៏ការក្អួតហ្នឹងវាអត់ព្រមថមថយសោះក៏ត្រូវគេងដែរព្រោះបារម្ភខ្លាចបាត់បង់ជាតិទឹកអញ្ចឹងសញ្ញាទាំងអស់ហ្នឹងត្រូវឲ្យគាត់ដាក់គេងឥឡូវដើម្បីតាមដានអាហ្នឹងរឿងទី2រឿងទី3កូនល្អទាំងអស់ប៉ុន្តែសញ្ញារបស់គាត់ត្រូវការប្រើថ្នាំញ៉ាំតែកូនអត់ព្រមញ៉ាំសោះដាក់ក្អួតឬក៏មិនខ្ចីបាំសោះទោះបីជាខំប្រឡប់យ៉ាងណាក៏ដោយតែបើសិនជាអត់មានថ្នាំចូលមាត់ទេតើធ្វើម៉េចគាត់ជាអញ្ចឹងគ្រូពេទ្យត្រូវបង្ខំចិត្តប្រើថ្នាំដែលអាចចាក់តាមសរសៃបានដើម្បីជួយកាត់បន្ថយរោគសញ្ញាទាំងអស់ហ្នឹងដើម្បីជួយព្យាបាលគាត់មុំតែគាត់ញ៉ាំតាមមាត់បានយើងឲ្យផ្ទះវិញអានេះរឿងទី3អាចុងក្រោយគេទៀតយើងដាក់ឲ្យគេងពេទ្យដែរតែមិនមែនដោយសារកូនទេគឺដោយសារប៉ាម៉ាក់កូនក៏ល្អអាចទៅផ្ទះតាមដានបានប៉ុន្តែប៉ាម៉ាក់គាត់បារម្ភពេលដែលគាត់បារម្ភគាត់អត់មានទំនុកចិត្តក្នុងការថែទាំកូនគាត់ទេអញ្ចឹងធ្វើបិទតែអូននៅក្រៅប៉ុន្តែត្រូវការថែទាំបើប៉ាម៉ាក់មិនអាចធ្វើបាននៅផ្ទះយើងមានតែដាក់អូននៅពេទ្យនៅជិតពេទ្យអាងពេទ្យទូលមើលហើយប៉ុណ្្នឹងទេជប់ឆ្ងល់នៅ